ចាហ្នឹងហើយបងប្អូនសំណួរនេះតាមពិតមិនថ្មីទេសំណួរនេះសំណួរចាស់ប៉ុន្តែមានថ្មីរហូតមានន័យថាថ្មីរហូតសម្រាប់បងប្អូនយើងណាចាខ្ញុំចង់និយាយថាតាក់ទងជាមួយនឹងទឹកក្តៅចាទឹកក្តៅអ៊ុនគឺស្ត្រីផឹកបានធម្មតាស្ត្រីមានផ្ទៃពោះណាបងប្អូនថាគាត់យល់ច្រឡំផឹកទឹកក្តៅទៅក្តៅដល់កូនអត់ទេបងប្អូនណាពេលដែលយើងឈឺយើងផ្ដាសាយយើងញ៉ាំទឹកក្តៅអ៊ុនទៅយើងឆាប់មានកម្លាំងយើងឆាប់ស្វាងហើយមួយទៀតទឹកក្តៅអ៊ុនក៏ដោយទឹកត្រជាក់ក៏ដោយបងប្អូនផឹកបានទាំងអស់អត់មានតមអីទេព្រោះអីមានអ្នកឆ្ងល់ថាផឹកទឹកក្តៅពេលមានផ្ទៃពោះបានដែរអត់ចាចឹងពេលដែលយើងមានផ្ទៃពោះបងចង់ហូបអីក៏បានដែរគ្រាន់តែថាហូបអីក៏ដោយកុំឲ្យជ្រុលឧទាហរណ៍ផ្អែមកុំផ្អែមពេកហើយកុំរយៈពេលយូរពេកប្រៃក៏កុំប្រៃពេកដែរល្មមចាទឹកកក់ក៏ដោយទឹកក្តៅអ៊ុនក៏ដោយទឹកដាំឆ្អិនក៏ដោយមិនត្រជាក់ក៏ដោយកាហ្វេក៏ដោយផឹកបានទាំងអស់តែគាត់ថាតាក់ទងមួយទឹកក្តៅទឹកត្រជាក់ហ្នឹងគឺបានអត់កំណត់ទេប៉ុន្តែបើកាហ្វេអីហ្នឹងតាមហ្នឹងទៅបងប្អូនណាបើសិនជាយើងគេងអត់លក់អីយើងកុំហូបព្រោះយើងមានប្រវត្តិបាក់គេងអីកុំហូបអាហ្នឹងគឺខ្ញុំចង់បញ្ជាក់ទៅលើទឹកក្តៅអ៊ុនតែសំណួរគាត់នេះគឺគាត់អត់មានបញ្ហាទេគ្រាន់តែថាគ្រូពេទ្យគាត់ណែនាំឲ្យញ៉ាំទឹកក្តៅអ៊ុនអញ្ចឹងបងប្អូនឈប់យល់ច្រឡំទៅលើថាផឹកទឹកក្តៅប៉ះពាល់កូនពោះយើងធំចាយើងផឹកទឹកក្តៅក៏បានផឹកទឹកត្រជាក់ក៏បានអត់ប៉ះពាល់កូនទេបងប្អូនណាមានតែក្តៅអីដល់លាកមាត់បងប្អូនគាត់ក្តៅអ៊ុនធម្មតាហ្នឹងមិនតែផឹកទឹកក្តៅដូចទឹកស្រស់មាន់ណាបងប្អូនចាធ្វើធម្មតាទៅអីក៏ផឹកបានដែរចាអត់មានតអីទេចាហូបបានធម្មតាជាពិសេសទឹកក្តៅហ្នឹងល្អបំផុតហើយកុំឲ្យយើងឈឺតែយើងឈឺគឺយើងពិបាកក្នុងការលេបថ្នាំហើយទឹកក្តៅគឺយើងញ៉ាំច្រើនគឺល្អគឺមិនងាយឈឺទេមនុស្សយើងឲ្យតែញ៉ាំទឹកក្តៅបានមិនងាយឈឺទេចា